ចាប់ពីទី8ឡើងទៅតែអូនកុំភ័យថាមកអប់រំចេញស្អែកថ្ងៃអីស្អែកណាកិច្ចម៉ោងរាល់ថ្ងៃអូនកុំភ័យជាពិសេសមើលស្អែកក្មេងៗអូតើបានហើយណាបានហើយចឹងទៅបាត់ថងទៅថតជាសន្លឹកខ្លះទៅថងឲ្យមេសាថតហើយលោកគ្រូឈរឡើងនេះចុះកុំឲ្យកុំមីក្រូគាត់ស្ដាប់ទៅគាត់ណាមិនតិចទេតើពាក់ព័ន្ធនឹងរឿងយើងទាំងអស់គ្នានៅទីនេះបាទព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងអប់រំយុវជននិងកីឡាលេខ6អយកសននសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទី12ក្តីស្រឡាញ់ពោពេញបាទថ្ងៃហ្នឹង13ក្តីស្រឡាញ់មានរងបាទទិវាក្តីស្រឡាញ់ធ្វើនៅថ្ងៃទី14កុម្ភៈកាន់តែស្របរំយុវជននិងកីឡាសំដៅឃើញថាសិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថាថ្ងៃ14កុម្ភៈជាថ្ងៃបុណ្យសង្សារឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេយុវជនមួយចំនួនតូចបាននឹងកំពុងភ្លើតភ្លើនភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គលជាក្រុមគ្រួសារដោយប្រឆាចវប្បធម៌និងប្រពៃណីជាតិរបស់ខ្មែរដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្រសួងអប់រំនិងយុវជននិងកីឡាសូមធ្វើការណែនាំដូចតទៅបាទត្រូវពង្រឹងវិន័យឲ្យកាន់មកជំរាបជូនអត្ថន័យនៃក្តីស្រឡាញ់មានក្តីស្រឡាញ់នៅការយកវត្តមានរបស់សិស្សានុសិស្សជាប្រចាំអើយជើថតជើអីជើឲ្យល្បីបញ្ជ្រាបការអប់រំសិលធម៌ជំរុញដំណើរការចូលមិនខុសគេចឹងប្រហែលអ្នកអប់រំជ្រាបទៅដល់បងប្អូនមិត្តអប់រំមិត្តបាទតាក់ទងជាមួយអាណាព្យាបាលនិងសហគមន៍ផ្ដល់ទទួលព័ត៌មាននានាដែលពាក់ព័ន្ធសកម្មភាពមិនប្រក្រតីអញ្ចឹងយើងឃើញពីណាស្អែកនេះដឹកគ្នាទៅណាទៅណីអត់មករៀនអីត្រូវការអវត្តមានបានត្រឹមត្រូវលឿនធានាអាមេរិកបាត់ចាប់យើងរួមសហការគ្នាទប់ស្កាត់អប់រំណែនាំនិងកែលម្អឲ្យទាន់ពេលវេលាទទួលបានសេចក្តីណែនាំនេះមន្ទីរអប់រំយុវជននិងកីឡាគណៈគ្រប់គ្រងសាលារៀនភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពអូប៉េរ៉ាទ័រថ្ងៃប្រហោះ3រោចខែមិញឆ្នាំអាសាញ់ចាប់ប្រសាពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី5កុម្ភៈស្ដាប់បានអត់ស្អែកបុណ្យអីបុណ្យពីក្តីស្រឡាញ់មិនបុណ្យសង្សារណាអត់មានស្អែកថ្ងៃណាត់ជួបអីទេបាទឡើយសូមច្បាប់គ្រូអីទៅណាត់ជួបបងអីនោះបាទជំរាបជូនបងប្អូនពិសេសជំរាបបងណាត់ជួបនេះបាទទៅតបអវត្តមានចំពោះសាសនាដែលមិនមកបង្ហាញគ្រូដល់ណានឹងមកសិក្សាឲ្យតាមច្បាស់លាស់ជាថ្ងៃណាទាំងអស់បើសិនជាគាត់អវត្តមានថ្ងៃនេះបាទត្រូវមានមូលហេតុច្បាស់លាស់បាទតាអត់មានមូលហេតុយើងនឹងហៅមកទួនៅថ្ងៃបន្ទាប់ថ្ងៃក្រោយបន្ទាប់ទៀតបាទគ្រូស្អែកបានទេត្រូវមកសាលាឲ្យមានបញ្ហាហើយយើងនេះធ្វើអត់ខុសទេយើងត្រូវតែនាំលេខ6នេះគាត់ណាចាំតែអត់មានទុកឲ្យកុំភ័យទេណាទឹកមករាល់ថ្ងៃក៏រងទៅវាកុំឲ្យកុំភ័យចាំរហូតហើយតែឲ្យទៅតមកមិនទុកបងកុំភ័យគិតជាមួយអូនមួយថ្ងៃទុកបងកុំភ័យអូយល់អីយល់ថាម៉េចគ្រូហើយនិយាយពីអីហ្នឹងហើយចាំមើលគ្រូហើយនិយាយពីអីគេហើយទី3ទី4 11យ៉ាងពេលព្រឹកចឹងគ្មានទេតែល្អទាំងអស់លោកគ្រូសូមបញ្ជាក់អត្តន័យនៃថ្ងៃ14កុម្ភៈបាទមិនមែនជាវប្បធម៌របស់ខ្មែរយើងទេវាមកពីប្រទេសណានោះតាំងពីនៅសម័យបុរាណនោះប្រទេសអ៊ីតាលីចក្រភពរ៉ូមមែនទេបាទនៅនិយាយរួមទៅថាយើងកុំច្បាស់ពេកថានៅនោះបែកអឺរ៉ុបហ្នឹងទីវានៃក្តីស្រឡាញ់គេធ្វើនៅក្នុងកាលពីដើមឡើយច្បាប់កាតព្វកិច្ចយោធាគេមាននៅបុរាណនៅអឺរ៉ុបនោះអញ្ចឹងគេអត់ឲ្យបរិះរៀបការនៅអាយុក្រោម30អញ្ចឹងណាបាទលើ30ទៅនេះបានគេឲ្យរៀបការហើយចែកដើមនៅគ្រូស្នេហ៍នោះគេស្រឡាញ់គ្នាដល់គេស្រឡាញ់គ្នាគេត្រូវបែកគ្នាទៅធ្វើយោធាហើយបរិះនោះល្មើសនឹងវិន័យហើយត្រូវកូនអ្នកមានអ្នកធំទៀតកូនស្ដេចផងទៅចឹងទៅគេចាប់យកទៅឃុំឃាំងទៅគេថាអូដោយសាររឿងស្នេហាបានមានទុកអញ្ចឹងគេចាប់ដើមថាយកថ្ងៃហ្នឹងរំលឹក
ទោសព្រោះអូន គេប្រត់ប្រាស់ស្នេហាណោះឬកើតនៅគេណោះបើតាមពិតទៅថ្ងៃនេះ14កុម្ភៈហ្នឹងយើងមករៀនធម្មតាបញ្ជាក់ថាយើងស្រឡាញ់ឪពុកម្ដាយស្រឡាញ់គ្រូស្រឡាញ់មិត្តភ័ក្តិមករៀនធម្មតាមានបញ្ហាអីបើយើងគិតថាមើលចង់ទិញអីជូនម៉ែទៅវិញទិញបង្អែមទៅណាមកកំប៉ុងពីកំប៉ុងទៅមកចានពីចានយកទៅខ្ចៅម៉ែថ្ងៃហ្នឹងទីវាក្តីស្រឡាញ់ជូនម៉ែជូនពុកហើយដល់ខុសពីថ្ងៃហ្នឹងលេងម៉ែប្រើចង់អ្នកគ្រូតូចចង់ជូនអ្នកគ្រូតូចអត់ទិញគ្នាឲ្យគាត់មួយទៅហើយហើយអត់ដឹងណាតុំលេងបកាមកតងណែបងជូនអូនផ្កាមកតងណាតែអូនមានអីជូនបងវិញចាប់ណាមិនចាប់បាត់ហើយបងជូនផ្កាមកតងអូនមានអីបងបងបាក់ទៅអូនហើយចាប់បាត់អត់ទេណានិយាយឲ្យស្អែកនឹងគឺយកមកតឡងហ៎អត់មែនទេនៅស្រុកស្រែយើងមិនទៅបញ្ហាអញ្ចឹងកងប្រព្រឹត្តខុសណាលោកយកទៅបាត់បាទកងប្រព្រឹត្តខុសនៅប្រពៃណីគឺរៀបរកខ្មែរលោកគ្រូសូមផ្ដាំខ្លីថាសេចក្តីថ្លៃថ្នូររបស់មនុស្សពិសេសក្រុមគ្រួសារពូជពួងវងរកូលរបស់បងទីសងលើបងអូនជាអ្នកឲ្យដំតម្លៃគ្មានអ្នកណាក្រៅពីយើងឲ្យតម្លៃជាងក្រុមគ្រួសារយើងពូជពួងយើងជាងយើងទេបាទនៅក្នុងរឿងតុងទាវគេបាននិយាយថាអីស្នេហាមកអីគេនោះរូបជើងនិយាយហ្នឹងបាច់ទេអញ្ចឹងកុំធ្វើដោយរឿងតុងទាវគេលើកមក